សួស្តីបងប្អូនកូនក្មួយទាំងអស់គ្នាចាថ្ងៃនេះនាងខ្ញុំសូមលើកព័ត៌មាននិយាយពីការរំលោភទៀតដែរតែមិនមែនរំលោភខុសវ័យអីទេគឺរវាងក្មេងៗនិងក្មេងៗដូចគ្នាតែគ្រាន់តែក្មេងទាំងពីរនោះមិនទាន់គ្រប់អាយុចាក្មេងប្រុសម្នាក់មានអាយុ18ឆ្នាំម្នាក់មានអាយុ17ឆ្នាំនិងក្មេងស្រីម្នាក់ដែលមានអាយុ12ឆ្នាំនៅភ្នំបូរីឥឡូវនេះនាងខ្ញុំសូមមកអានក្នុងផេកអតិការដ្ឋាភិបាលនគរបាលស្រុកអង្គរបូរីយើងចាមានខ្លឹមសារដូចម្តេចខ្លះស្រុកអង្គរបូរីមានការចង្អុលបង្ហាញពីឧត្តមសេនីយ៍តូស្នងការនៃស្នងការដ្ឋាននគរបាលខេត្តតាកែវនិងសម្របសម្រួលពីអាយដាមព្រះរាជអាជ្ញាអមសាលាដំបងខេត្តតាកែវនៅថ្ងៃច័ន្ទ14រោចខែបឋមស័កឆ្នាំមមីអន្តស័កពុទ្ធសករាជ2570ត្រូវនឹងថ្ងៃទី13ខែកក្កដាឆ្នាំ2026វេលាម៉ោង 15:20 នាទីផ្នែកជំនាញនៃអធិការរដ្ឋាភិបាលនគរបាលស្រុកអង្គរបូរីបានទទួលពាក្យបណ្ដឹងពីឈ្មោះច័ន្ទថនភេទស្រីអាយុ42ឆ្នាំស្ថិតនៅក្នុងភូមិភ្នំបូរីឃុំព្រែកតូលស្រុកអង្គរបូរីខេត្តតាកែវបានប្តឹងជនសង្ស័យចំនួន2នាក់ក្មេងស្ទាវ2នាក់បងប្អូនធ្វើសកម្មភាពចាប់រំលោភសេពសន្តិវៈមកលើកូនស្រីរបស់គាត់ឈ្មោះចកអាយុ12ឆ្នាំទៅតែអាយុ12ឆ្នាំទេចាមានទីលំនៅនៅភូមិភ្នំបូរីឃុំព្រែកតូលស្រុកអង្គរបូរីខេត្តតាកែវដែលមានឈ្មោះដូចខាងក្រោម1ឈ្មោះនួនឆេងភេទប្រុសអាយុ17ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិភ្នំបូរីឃុំព្រែកតូលស្រុកអង្គរបូរីខេត្តតាកែវដោយការពីថ្ងៃទី5ខែកក្កដាឆ្នាំ2026វេលាម៉ោង 22:30 នាទីធ្វើសកម្មភាពចាប់រំលោភសេពសន្តិវៈបានសម្រេចនៅចំណុចក្នុងផ្ទះជនរងគ្រោះ2ឈ្មោះលីសេតភេទប្រុសអាយុ18ឆ្នាំមុខរបរមិនពិតប្រាកដមានទីលំនៅក្នុងភូមិភ្នំបូរីឃុំព្រែកតូលស្រុកអង្គរបូរីខេត្តតាកែវដោយការពីថ្ងៃទី7ខែកក្កដាឆ្នាំ2026វេលាម៉ោង 11:10 នាទីបានធ្វើសកម្មភាពចាប់រំលោភសេពសន្តិវៈបានសម្រេចនៅចំណុចគុំឫស្សីខាងក្រោយផ្ទះរបស់ជនរងគ្រោះក្មេងស្រីម្នាក់តែក្មេងប្រុស2នាក់នោះរំលោភថ្ងៃខុសគ្នាបងប្អូនអាមួយនៅលើផ្ទះអាមួយនៅខាងគុំឫស្សីក្រោយមកបានទទួលពាក្យបណ្ដឹងពីម្ដាយជនរងគ្រោះលោកវីរៈសេនីយ៍ឯកនួនប៉ិនអធិការនគរបាលស្រុកអង្គរបូរីបានបញ្ជាកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលស្រុកនិងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកតូលចុះទៅដល់កន្លែងកើតហេតុធ្វើការឃាត់ខ្លួនជនសង្ស័យទាំងពីរមកកាន់អធិការដ្ឋាននគរបាលស្រុកអង្គរបូរីដើម្បីកសាងសំណុំរឿងតាមនីតិវិធីហើយកូនឯកូនអាយុទៅតែប៉ុណ្ណឹងវ័យដែលកំពុងតែរៀនសូត្រហើយមិនក៏ទៅប្រព្រឹត្តអំពើអញ្ចឹងលោកអើយលោកអនិច្ចាងទៅពាំងស្អុយអើយហេតុអីវីដេអូហ្នឹងគឺមានតែប៉ុណ្ណឹងទេបងប្អូនតែនាងខ្ញុំក៏សូមផ្ដាំដល់ពុកម៉ែបងប្អូនកូនក្មួយទាំងអស់គ្នាដែលនៅតាមតំបន់ដាច់ស្រយាលហើយយើងមានកូនស្រីយើងគួរតែណែនាំកូនស្រីរបស់យើងឲ្យមានការប្រុងប្រយ័ត្នចាប្រយ័ត្នខ្លួនមនុស្សស្រីត្រូវតែមានការប្រុងប្រយ័ត្នចំពោះខ្លួនឯងជានិច្ចថាអ្វីដែលគួរអ្វីដែលមិនគួរចានេះស្ថិតនៅលើអាណាព្យាបាលដែលគាត់បដៅកូនទេយើងចង់បន្ទោសក្មេងក៏បន្ទោសមិនបានទាំងស្រុងដែរនេះគឺមកពីការអប់រំរបស់ឪពុកម្ដាយតើបងប្អូនយល់យ៉ាងណាដែរចំណែកខ្ញុំគឺយល់ឃើញថានេះគឺជាកំហុសរបស់ឪពុកម្ដាយដែលខ្វះការអប់រំនិងខ្វះការគ្រប់គ្រងកូនខ្លួនឯងចាអរគុណ